ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើងយក API របស់ AI យកមកដាក់នៅក្នុងប្រព័ន្ធដើម្បីប្រើបានជាមួយនឹងមុខងារដែលយើងប្រើជាមួយ AI ឧទាហរណ៍ដូចជាការផុស status យើងអាចផុសដោយប្រើប្រាស់ AI generate status ទាក់ទងជាមួយនឹង page របស់យើងបានយើងគ្រាន់តែដាក់ prompt ឲ្យវាទៅបង្ហាញថា page របស់យើងហ្នឹងនិយាយអំពីអីយើងចង់ឲ្យផុសម្ដងហ្នឹងលើកឡើងអំពីអីខ្លះហ្នឹងជាភាសាអីយើងអាចឲ្យសរសេរនៅក្នុងនឹងបាន AI ជាអ្នក generate ឲ្យអញ្ចឹងដើម្បីប្រើប្រាស់មុខងារទាក់ទងជាមួយ AI បានគឺយើងអាចប្រើប្រាស់ API ផ្ទាល់ខ្លួនបានឲ្យអត់មានកំណត់ទេបងប្អូនអាចដូរ API អាចកំណត់អីបានដោយខ្លួនឯងបងប្អូនចុចនៅលើប៊ូតុង API នេះមកអញ្ចឹងផ្ទាំងមួយនេះបងប្អូនស្គាល់ខ្លះហើយវាមាន captcha វាមាន SMS អីអញ្ចឹងមកនៅត្រង់នេះគឺវាមាន API សម្រាប់ AI អញ្ចឹងបងប្អូនត្រូវមាន API key របស់ AI យកមកដាក់ដោយខ្លួនឯងចំពោះខ្ញុំបានប្រើប្រាស់ API របស់ Grok បងប្អូនអាចមើលព័ត៌មានបន្ថែមទាក់ទងមួយការ sign up បងប្អូនចូលកន្លែងបកប្រែមក tutorial បងប្អូនអូសមកដល់ក្រោមបងប្អូនមើលកន្លែង API ហើយបងប្អូនយកពាក្យAI API មកអញ្ចឹងខ្ញុំសរសេរបង្ហាញបងប្អូនពីការ sign up ឯងតាក់ទងជាមួយនឹង Grok គឺបងប្អូនចុច link មួយនេះដើម្បីយើងចូលទៅ sign up អញ្ចឹងដំបូងហ្នឹងគឺវាទាយើងឲ្យ sign up ជាមួយ email យើងប្រើ Gmail ទៅលឿនវា free ទេយើងដាក់ Gmail អញ្ចឹងទៅហើយបន្ទាប់មកដល់កន្លែងផ្ទាំងនេះយើងនឹងធ្វើការ generate API key យកមកប្រើដោយខ្លួនឯងអញ្ចឹង API នេះបងប្អូនអាចប្រើមួយម៉ាស៊ីនមួយ API key ទៅយើងមាន Gmail 2 3យើងយក API ផ្លាស់ប្ដូរគ្នាប្រើក៏បានដែរណាអញ្ចឹងឧទាហរណ៍ខ្ញុំ generate នេះមួយហើយអញ្ចឹងខ្ញុំធ្វើការលុបចេញហើយ generate ថ្មីមួយឧទាហរណ៍ឲ្យបងប្អូនមើលបងប្អូន generate មកបងប្អូនដាក់ឈ្មោះអីក៏បានដែរយើងដាក់មិនក៏បានជាយើងហើយកន្លែង expire នេះផុតកំណត់នេះយើងមិនបាច់ដាក់ឯងកុំឲ្យយើងពិបាកមក generate ថ្មីហើយបន្តមកបងប្អូនចុច submit ឲ្យវារងចាំបន្តិចវានឹងចេញ API របស់យើងហើយ API នេះបងប្អូន copy ឲ្យទុកឲ្យស្រួលណាព្រោះយើងអាចមក copy ម្ដងទៀតបានទេតែចុចផ្ទាំងដាននេះហើយគឺចាប់ហើយអញ្ចឹងខ្ញុំនឹងធ្វើការ copy ហើយយកទៅដាក់នៅក្នុង tool ឲ្យហើយបន្តមកខ្ញុំចង់ដឹងថា API ហ្នឹងវាស្គាល់ជាមួយ tool អត់ដើរអត់យើងចុចកន្លែង refresh នេះអញ្ចឹងវាស្គាល់ហើយថា API នេះជា API របស់ Grok បងប្អូនអាចដាក់ Gemini បានឬក៏អីផ្សេងទៀតខ្ញុំនឹងសរសេរបន្ថែមនៅក្នុងផ្ទាំង API នេះបើសិនជា support ណាអញ្ចឹងខ្ញុំនឹងធ្វើតាមដំណាក់កាលតាមនឹងអញ្ចឹងទៅអញ្ចឹងយើងបាន API យើងចុច done មកហើយនៅក្នុងកន្លែង API ផ្ទាំងនេះគឺបងប្អូនអាចតេស្តជាមួយនឹង API នឹងបានថាតើ API នឹងដើរស្រួលអត់បងប្អូនចុចកន្លែងលើឈ្មោះរបស់ AI របស់យើងប្រើ Grok អញ្ចឹងយើងបើកមកហើយនៅកន្លែងនេះគឺជាផ្ទាំងសម្រាប់យើងតេស្ត prompt របស់យើងឧទាហរណ៍ថាមុខងាររបស់យើងគឺ post status អញ្ចឹងថ្ងៃក្រោយយើងមានមុខងារអីផ្សេងទៀតបងប្អូនអាចលាក់មកហើយយើងតេស្តបានអញ្ចឹងឧទាហរណ៍ថាខ្ញុំសរសេរ prompt មកកណោនេះប្រាប់វាថាឲ្យនិយាយពី supercar និយាយពីការប្រណាំងឡាននិយាយពីកលឹះខ្លីៗតាក់ទងមួយការតែទាំឡានហើយខ្ញុំឲ្យវាទៅសេ14ពាក្យ status ហ្នឹងគឺ14ពាក្យ maximum អាចជា10ពាក្យ12ពាក្យ13ពាក្យ14ពាក្យអីចឹងទៅហើយឲ្យនិយាយពី trending event ផ្សេងៗដែលវា trending លើ social media គេប្រណាំងឡានមាន Lamborghini អីចឹងទៅហើយយើងឲ្យវាសរសេរជាភាសាអង់គ្លេសក្នុងករណីបងប្អូនឲ្យសរសេរជារុស្ស៊ីដាក់ written in Russian អីចឹងទៅវាសរសេរជារុស្ស៊ីឲ្យយើងហើយបន្ទាប់មកទៀតបងប្អូនអាចតេស្តបានយើងឲ្យវា generate មកវានឹង generate មកខាងក្រោមឃើញទេអញ្ចឹងយើងដាក់ prompt យើងនៅប៉ុណ្ណេះនៅក្នុងកន្លែង post status វានឹងធ្វើការចេញមកអញ្ចេះអញ្ចឹងយើងអាចតេស្ត prompt របស់យើងថា prompt របស់យើងស៊ីជាមួយនឹងសាច់រឿងរបស់ page យើងបានអត់អីចឹងណាអញ្ចឹងបងប្អូនអាចតេស្តនៅត្រង់នេះបានបើក្នុងករណីតេស្តទៅអត់ដើរបានថា API យើងមានបញ្ហាឬក៏ AI យើងអត់ទាន់ដើរស្រួលទេប៉ុណ្្នឹងហើយបងប្អូនតាក់ទងជាមួយនឹង API ហើយខ្ញុំនឹងធ្វើការស្វែងរក AI ផ្សេងៗទៀតដើម្បីឲ្យបងប្អូនអាចប្រើ free ខ្ញុំគិតថាដាក់ API ទៅយើងស្រួលអត់មានកំណត់ទេបងប្អូនដូរ API មួយនេះខូចដាក់មួយនោះខូចដាក់មួយទៀតយើងគ្រាន់តែមាន Gmail ដើរ sign up ទៅអូខេបាត់ហើយអរគុណបងប្អូន